Binance ជួយជំរុញកំណើន Spot សកលនៅលីពាក់កណ្ដាលក្នុងខែមករាលើ Centralized Exchange ទីផ្សារទ្រព្យ Digital កំពុងបន្តអភិវឌ្ឍខណៈការចូលរួមសកលកំពុងកើនឡើងខែមករាឆ្នាំ2025បានបង្ហាញយ៉ាងច្បាស់ថា Liquidity ទំនុកចិត្តនិងហេដ្ឋារចនាសម្ព័ន្ធមានតួនាទីសំខាន់ក្នុងការបង្កើតទិសដៅឧស្សាហកម្មក្នុងអំឡុងពេលនេះ Binance បានដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនទីផ្សារ Spot លើវេទិកា Centralized Exchange តាមទិន្នន័យទីផ្សារ Binance មានបរិមាណជួញដូរ Spot ប្រហែល 409,000 លាន USD ក្នុងខែមករាឆ្នាំ2025នេះជាការកើនឡើងប្រហែល 12% បើប្រៀបធៀបនឹងខែធ្នូឆ្នាំ2025កំណើននេះបង្ហាញពីការចូលរួមបន្តនិងសកម្មភាពទីផ្សារដែលមានស្ថិរភាពបើយើងមើលតាមប្រភពសកលបរិមាណជួញដូរ Spot លើ Centralized Exchange ធំបានកើនឡើងពីប្រហែល 844,000 លាន USD ទៅ 931,000 លាន USD នេះមានន័យថាកំណើនសរុបប្រហែល 87,000 លាន USD Binance តែមួយបានបន្ថែមប្រហែល 44,000 លាន USD ក្នុងកំណើននេះមានន័យថានាលីពាក់កណ្ដាលនៃកំណើនទីផ្សារ Spot សកលមកពីសកម្មភាពលើ Binance កម្រិតនេះបង្ហាញថាវេទិកាមានតួនាទីជាគោលដៅ Liquidity សំខាន់ក្នុងប្រព័ន្ធទ្រព្យ Digital Liquidity មានតួនាទីសំខាន់ក្នុងស្ថិរភាពទីផ្សារពេលអ្នកជួញដូរមានទំនុកចិត្តលើ Order Depth និងការអនុវត្តការបញ្ជាទិញពួកគេនឹងជ្រើសរើសវេទិកាដែលផ្ដល់លក្ខខណ្ឌល្អបំផុតកំណើនបរិមាណជួញដូររបស់ Binance បង្ហាញថាអ្នកចូលរួមជាច្រើនបានជ្រើសរើសវេទិកានេះដោយសារតែ Liquidity និងភាពទុកចិត្តបានបើប្រៀបធៀបជាមួយវេទិកាផ្សេង Binance មានបរិមាណជួញដូរ nearly 5 ដងធំជាងវេទិកាដែលនៅលំដាប់បន្ទាប់គម្លាតនេះបង្ហាញថា Liquidity អាចផ្ដោតនៅកន្លែងតែមួយពេលអ្នកប្រើផ្ដល់អាទិភាពលើសុវត្ថិភាពនិងប្រសិទ្ធភាពសំខាន់ណាស់ត្រូវយល់ថាការផ្ដោត Liquidity មិនមែនជាការវាស់វែងទំហំតែមួយទេប៉ុន្តែបង្ហាញពីទីកន្លែងដែលអ្នកជួញដូរមានទំនុកចិត្តក្នុងការអនុវត្តប្រតិបត្តិការកើនឡើងនៃបរិមាណជួញដូរសកលក៏បង្ហាញពីការទទួលយកកាន់តែទូលំទូលាយផងដែរអ្នកចូលរួមថ្មីកំពុងចូលទីផ្សារនិងស្វែងយល់អំពីប្រព័ន្ធហិរញ្ញវត្ថុដែលផ្អែកលើ Blockchain ទោះជាយ៉ាងណាគួរយល់ថាកំណើនបរិមាណជួញដូរមិនធានាលទ្ធផលអនាគតឡើយវាជាសញ្ញាបង្ហាញពីរបៀបដែលទីផ្សារកំពុងអភិវឌ្ឍតាមរយៈការចូលរួមទំនុកចិត្តនិងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យខែមករាឆ្នាំ2025បង្ហាញថាវេទិកាតែមួយអាចមានឥទ្ធិពលលើ Liquidity សកលបានយ៉ាងខ្លាំងដោយចូលរួមនៅលីពាក់កណ្ដាលនៃកំណើនទីផ្សារ Spot Binance បានបង្ហាញពីតួនាទីជាគន្លងសំខាន់សម្រាប់សកម្មភាពជួញដូរជាសរុបនេះបង្ហាញពីការលូតលាស់របស់ឧស្សាហកម្មទ្រព្យ Digital ពេលការចូលរួមកើនឡើងនិង Liquidity កាន់តែជ្រៅទីផ្សារក្លាយជាមានប្រសិទ្ធភាពនិងអាចចូលប្រើបានងាយការយល់ដឹងអំពីនិន្នាការទាំងនេះជួយឲ្យអ្នកសង្កេតនិងអ្នកចូលរួមយល់ពីរបៀបដែលហេដ្ឋារចនាសម្ព័ន្ធ Crypto សកលកំពុងបន្តអភិវឌ្ឍរួចបំពេញកូដដើម្បីយករង្វាន់ MRE ដំបូងបងប្អូនចូលទៅកាន់ Play Store ឬក៏ App Store បន្ទាប់មកសរសេរពាក្យថា Binance ដូចដែលខ្ញុំបានសរសេរនេះបន្ទាប់មកចុច Download ចុច Allow តាមដែលដាក់ឲ្យនេះរួចចុចយកខាងក្រោមគេបន្ទាប់មកបំពេញលេខទូរស័ព្ទឬក៏ Email បើសិនជាចេញមកបែបនេះចុចតាមបែបនេះយើងដាក់លេខទូរស័ព្ទរួចយើងចុច Tick រួចចុច Nextពេលនោះសារវានឹងលោតទៅកាន់ទូរស័ព្ទរបស់បងប្អូនជាលេខ5មួយខ្ទង់បន្ទាប់មកយកលេខ5មួយខ្ទង់មកបំពេញរួចវានឹងឲ្យយើងបង្កើតលេខកូដត្រូវតែមានអក្សរធំអក្សរតូចលេខសញ្ញាដល់ចំណុចនេះសំខាន់បំផុតគឺយើងត្រូវចុច Yes រួចបំពេញកូដដើម្បីយករង្វាន់ MREA បន្ទាប់មកបងប្អូនដាក់អត្តសញ្ញាណប័ណ្ណឬបានបើកបរកណ្ដាលគេឬក៏យើងប្រើជា Passport បងប្អូនមានអីដាក់នឹងដើម្បីបង្កើតកណេឲ្យផ្ទាល់ខ្លួនរបស់យើងអាចចុចខាងក្រោមដើម្បីដាក់ខាងលើទាំងខាងមុខមានរូបថតខាងក្រោមទាំងអត់រូបថតបន្ទាប់មកយើងស្កេនមុខតាមគេណែនាំមានងាកឆ្វេងស្ដាំព្រិចភ្នែកនិងចំហមាត់ជាដើមតាមរូបគេបង្ហាញ